ជំរាបសួរពុកម៉ែបងប្អូនសុខសប្បាយអត់ថ្ងៃនេះខ្ញុំមានពេលទំនេរមកដើរព្រៃទៀតហើយគឺខ្ញុំជួយចិត្តដើរលេងព្រៃជាមួយអាកូនយូគីឥឡូវនេះយើងមកដើររើផ្សិតណាគឺផ្សិតចាប់ផ្ដើមមានទៀតហើយឥឡូវហ្នឹងគឺមានពួករូស៊ូលឆាប៊ុនញ៉ាហើយនឹងជីរ៉ូលើចាំមើលលើកហ្នឹងទៅចេញលើកទី1តើអាចរកផ្សិតបានអត់ណាបងប្អូនចាឥឡូវនេះយើងរកឃើញកូនផ្សិតមួយហើយត្រូវបានលីម៉ាស់គេស៊ីក្បាលអស់បន្តិចហើយបងប្អូននេះគឺជារូស៊ូលឆាប៊ុនញ៉ាគឺឡាមរបស់វាដូចសាច់ជ្រូក3ជាន់អញ្ចឹងគឺអត់បាក់បែកទេអាហ្នឹងជាការសម្គាល់របស់វាហើយពណ៌របស់វាគឺពណ៌ស្វាយខ្មៅអញ្ចឹងណាបងប្អូនអាហ្នឹងញ៉ាំឆាជាមួយប៊ឺឆ្ងាញ់ណាចានេះគឺស៊ុបដឺបុកដូអូយបងប្អូនចេញមកលឿនមែនតើខ្ញុំមិនស្មានថាមករកវាឃើញសោះតែមួយខែ6ហ្នឹងអូវ៉ាវចានេះបងប្អូនស៊ុបពុលនេះគឺជាអាក់ម៉ានីតអេហ្វេសស៊ុបនឹងពុលគឺមិនត្រូវបេះយកមកញ៉ាំទេនេះអាតកៅលីម៉ាសតកៅអត់មានស្អីគេស្នូកវាហ្នឹងអាហ្នឹងដល់រដូវការីកហ្នឹងគឺវាចេញមកធ្វើដំណើររកស៊ីចុកស្បើមកស៊ីផ្សិតខ្ទេចគ្មានសល់ទេចាហើយកំពុងតែក្នុងព្រៃពីអ្នកកូនរកផ្សិតបាន2ហើយនេះទំតាចេញខែ6ផ្សិតមានបដាយបងប្អូនតែវាឆាប់ស៊ីអស់ដោយសារតែពួកអាលីម៉ាសហ្នឹងណាបងប្អូនខ្ញុំរកឃើញផ្សិតមួយទៀតនៅអ្នកប៉ុណ្ណានៅលក្ខទឹកនៅក្រោមដើមនេះធំខ្លាំងមានផ្សិតនេះឡើងចាស់ឡើងរលួយអស់ហើយអាហ្នឹងក៏គួយញ៉ាំបានដែរគេហៅថាផ្សិតជើងក្រហមតែផ្សិតហ្នឹងតើតែចំអិនវាក្នុងរយៈពេល20នាទីយ៉ាងតូចព្រោះអីបើមិនអញ្ចឹងទេវាពុលណាហើយដល់ពេលយើងយកដៃទៅវាឡើងទៅជាពណ៌លឿងពណ៌ខៀវជាំហើយជើងគេអុចតូចចាអានេះធំណាស់ខ្ញុំអត់ញ៉ាំទេទុកវាវិញចាផ្សិតនេះឈ្មោះថាអាក់ម៉ានីករូយបេសងផ្សិតហ្នឹងក៏គេញ៉ាំបានដែរប៉ុន្តែវាច្រើនតែសបោតកៅគឺតកៅញ៉ាំតិចដាច់ជើងអស់ហើយគឺដូចគ្នាគឺត្រូវចំអិនវាយ៉ាងហោចណាស់20នាទីបកអាក្បាលនេះវាចេញបកស្បែកវាចេញចឹងទៅកាត់ទៅចំអិនវា20នាទីយ៉ាងតូចបើមិនចឹងទេញ៉ាំក្រោមចំអិនតិចខ្លាចពុលនេះគេដុសមកជុំគ្នាគេនេះនេះនៅតូចដុសមកតកៅញ៉ាំអស់ហើយមើលអ្នកខ្ញុំរកឃើញអីគេបងប្អូនផ្សិតអានេះគឺជាស៊ុបដេតេជើងវារៀងកម្ៅជាងអាស៊ុបអេឌូលីសនេះគេហៅថាស៊ុបដេតេនេះឡើងធំនេះរៀងចាស់ចំណាស់តិចហ្នឹងជើងវាសង្ស័យតកៅញ៉ាំអស់មើលទៅដកមកមែនតកៅញ៉ាំអស់មែនអានេះចាស់ខ្លាំងមែនរកឃើញមួយទៀតហើយអានេះគេលាក់ខ្លួនអានេះនៅខ្ចីល្អនេះចានេះគេហៅថាស៊ុបដេតេឬក៏ Boletus estivalis ចាដល់បែកចង់រកភ្លៀងហើយរកផ្សិតបានបន្តិចបន្តួចអត់បានរកឃើញ zero ទេឥឡូវដល់មកទៅផ្ទះហើយសូមឲ្យបងប្អូនសុខសប្បាយទាំងអស់គ្នាជួបគ្នាទៅក្រោយទៀតអរគុណ